នៅក្នុងលោកនេះបើយើងគ្មានសំណាងបានជួបមនុស្សល្អទេយើងត្រូវតែធ្វើខ្លួនយើងជាមនុស្សល្អឲ្យគេមានសំណាងបានជួបយើងប៉ុន្តែមនុស្សគ្រប់រូបត្រូវយល់ឲ្យច្បាស់ដោយខ្លួនឯងថាយើងចង់ជួបមនុស្សល្អមនុស្សមានគុណធម៌មនុស្សមានបុណ្យខ្លួនយើងបានជួបហើយតែខ្លួនយើងវិញជាមនុស្សមិនល្អមនុស្សខ្វះបុណ្យទោះបីបានជួបហើយក៏មិនបានទទួលអ្វីពីគេដែរជួនកាលត្រូវបាត់បង់ទៅវិញជាធម្មតាមនុស្សមិនអាចនៅជាមួយខ្មោចបានទេដូច្នេះហើយព្រះពុទ្ធមានដីកាថាចង់បានល្អត្រូវរៀនធ្វើជាមនុស្សល្អជាកល្យាណមិត្តល្អមានតែសេចក្តីល្អទើបអាចជួយខ្លួនយើងឲ្យបានសុខឯចំណែកមនុស្សល្អមានកល្យាណធម៌5យ៉ាងគឺ 1. មេត្តាជាបុគ្គលមានសីលធម៌ល្អមានទឹកចិត្តស្មោះត្រង់មានសេចក្តីអាណិតស្រឡាញ់ពិតប្រព្រឹត្តតែអំពើល្អតាមផ្លូវកាយវាចាចិត្តប្រកបដោយមេត្តាចំពោះខ្លួនឯងនិងអ្នកដទៃ 2. សមាអាជីវៈជាអ្នកប្រកបមុខរបរការងារចិញ្ចឹមជីវិតត្រឹមត្រូវសុចរិតទៀងត្រង់ប្រះចាកទោស 3. សត្តិរៈសន្តោសជាអ្នកមានសន្តានចិត្តល្អមានអធ្យាស្រ័យសមរម្យចេះធ្វើបុណ្យឲ្យទានរស់នៅមានសុជីវធម៌ល្អគ្រប់គ្រងទំនប់បំរុងចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារឪពុកម្ដាយស្វាមីភរិយាបងប្អូនកូនចៅប្រកបដោយសង្ឃៈធម៌ល្អ 4. សច្ចៈជាអ្នកមានចរិតលក្ខណៈសច្ចៈទៀងត្រង់ស្រឡាញ់យុត្តិធម៌សច្ចធម៌មិនចូលចិត្តសម្ដែងអំនួតអួតអាងសំញែងប្រកាន់វ័យរឹកឲ្យគេកោតសរសើរ 5. សតិជាអ្នកមានបញ្ញាស្មារតីត្រេះរិះពិចារណាមានហេតុផលធ្វើកិច្ចការជាប្រយោជន៍មិនប្រមាថធ្វេសប្រហែសឡើយនេះជាមនុស្សល្អជាកល្យាណមិត្តល្អអ្នកណាបានជួបមានសំណាងបានសុខចម្រើនជួបព្យាយាមធ្វើអំពើល្អគ្រប់យ៉ាងឲ្យคล้ายជាមនុស្សល្អមានសំណាងរក្សាក្រុមគ្រួសារបានសេចក្តីសុខស្ងប់អត្ថបទនេះសរសេរឡើងដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធេរោ